ព្រឹកទី1នៅប៉ោយប៉ែតងើបឡើងក្តីសម័យអាលីខ្សុលដោយអាចគោឡានកិនចឹងបងអូនហើយថ្ងៃនេះដែរក៏ជាលើកទី1ដែរដែលខ្ញុំបានហូបជាមួយនឹងនំបញ្ចុកខួរក្តាមបងអូនខ្ញុំធ្លាប់ហូបតែនំកញ្ចុកទឹកកាពិឬមកក៏ហៅថានំបញ្ចុកស្រស់ហ្នឹងបងអូនលើកខួរក្តាមហ្នឹងគឺលើកទី1ឯសម្រាប់ខ្ញុំហើយសម្រាប់ខ្ញុំថ្ងៃនេះដែរគឺងើបពីដេកឡើងគឺមានការខកចិត្តជាខ្លាំងហ្មងដោយសារអីគឺមេឃភ្លៀងបងប្អូនអើយចង់ដើរទៅណាក៏ពិបាកដែរបងអូននឹកថាក្តីសម័យថាពេលដែលមកដល់ប៉ោយប៉ែតខ្ញុំនឹងដើរឲ្យបានច្រើនរកអីហូបអីចឹងឲ្យប្លែកៗអញ្ចឹងណាបងអូនដែលយើងអត់ដែរបានហូបអីចឹងណាបងអូនដូចនំបញ្ចុកខួរក្តាមនេះគឺជាលើកទី1ឯសម្រាប់ខ្ញុំដែលខ្ញុំបានហូបអញ្ចឹងទៅប៉ុន្តែសម្រាប់ខ្ញុំបងអូនបើនិយាយពីនំបញ្ចុកខួរក្តាមនេះបើឲ្យខ្ញុំនិយាយជាមួយនឹងនំបញ្ចុកសូសឬក៏យើងហៅថានំបញ្ចុកទឹកកាពិដែរបងអូនខ្ញុំចូលចិត្តនំបញ្ចុកទឹកកាពិជាងបងអូននំបញ្ចុកសូសជាងនេះដូចអត់សូវចេះហូបទេបងអូនហើយកុំឃើញថាញាត់យកនោះដូចតំណងថាឆ្ងាញ់ណាស់ហ្នឹងតាំងកពិតមាត់ខ្ញុំនឹងគឺអញ្ចឹងបើអត់ឆ្ងាញ់ក៏ត្រូវតែញាត់ដែរក៏មិនដឹងធ្វើម៉េចដែរបងប្អូនចាដោយសារថាយើងលាយគ្រឿងអត់ត្រូវក៏មិនដឹងអាហ្នឹងក៏អាស្រ័យទៅលើការយើងលាយគ្រឿងដែរមែនទេបងអូនប៉ុន្តែសម្រាប់ខ្ញុំគិតថាខ្ញុំអត់ចេះហូបហ្មងនិយាយចេះទៅគឺខ្ញុំអត់ចេះហូបហ្មងតែបើសិនជានំបញ្ចុកទឹកកាពិឬមួយក៏នំបញ្ចុកសូសវិញគឺខ្ញុំចូលចិត្តខ្លាំងហ្មងបងប្អូនតែនេះវិញគឺខ្ញុំហូបមិនក៏ដូចអត់មានជាតិទេប៉ុន្តែបានតែម្ទេសហិលឆ្ងាញ់មិនឆ្ងាញ់ទេបានហិលអីគ្រាន់ដាក់ចូលមាត់ដែរអញ្ចឹងណាបងអូនចាសម្រាប់ខ្ញុំថ្ងៃនេះដែរដូចខ្ញុំនិយាយចឹងគឺជាលើកទី1ហើយសម្រាប់ខ្ញុំហើយសម្រាប់បងអូនសម្រាប់នំបញ្ចុកសូហើយនំបញ្ចុកខួរក្តាមបងប្អូនចូលចិត្តមួយណាជាងជួយខមមិនប្រាប់ម៉ែកឆែតផងសម្រាប់មុខនេះគឺខ្ញុំអត់ចេះហូបទេណានំបញ្ចុកខួរក្តាមបងអូនចាអញ្ចឹងពេលខ្ញុំហូបហើយខ្ញុំស្ដាយសាច់ស្ដាយបន្លែបងអូនចាចេះរើសសាច់រើសបន្លែដាក់មាត់ឲ្យហើយសិនទៅចាបន្ទាប់មកគឺខ្ញុំត្រូវការរុញច្រាននឹងចេញហើយព្រោះខ្ញុំមកហូបបាយជាមួយនឹងកូនស្រីខ្ញុំវិញនេះចាហូបបាយថែម2 3ម៉ាត់ទៀតចាឥឡូវនេះគឺកាត់មកដល់ពេលដែលខ្ញុំចេញពីប៉ោយប៉ែតហើយចាបាយប៉ោយប៉ែតចាមានឱកាសជួបគ្នាទៀតចាឥឡូវនេះកំពុងធ្វើដំណើរទៅខេត្តសៀមរាបវិញបងប្អូនហើយមួយឡាននេះហាក់ពុលតែផោមឯងបងប្អូនឆ្លោះគ្នាតែរឿងផោមមិនដឹងថាអ្នកណាផោមមិនយើងចង់ខ្យល់ចាប់ឯងបងឥឡូវនេះគឺដេកមួយណាបងអូនចាចាប់ដើមដេកបណ្ដើរហើយតាមផ្លូវធ្វើដំណើរទៅបងអូនថាមិនដឹងថាដល់ណាខ្លះទេបងប្អូនខ្ញុំក៏មិនសូវស្គាល់ភូមិសាស្ត្រច្បាស់អញ្ចឹងណាបងអូនចាប៉ុន្តែតាមក៏ពិតមិនថ្ងៃហ្នឹងខ្ញុំនៅសៀមរាបហ្នឹងណាបងអូនតែពិតខ្ញុំនៅសៀមរាបតាំងពីថ្ងៃទី29 30អីបងអូនចាសម្រាប់ថ្ងៃមួយនេះដែរគឺខ្ញុំមកដល់ហើយផ្ទះខ្ញុំវិញណាបងអូនចាខ្ញុំមកដល់ហើយខេត្តតាកែវវិញហើយបងអូនចាឥឡូវនេះគឺចូលដល់ហើយទឹកដីសៀមរាបបងអូនអើយគ្រាន់តែឃើញទូងនេះចាអត់ជីទេបងអូនចាកត្រកវិលនេះចាមិនតាន់បានតែជីទេគ្រាន់ឃើញស្រាវកញ្ចោញគូតនិយាយត្រង់ហ្មងអញ្ចឹងអត់ទេអញ្ចឹងពួកខ្ញុំធ្វើដំណើរឡើងទៅលើភ្នំបាក់ខែងហ្នឹងបងអូនចាចង់មើលថ្ងៃរៀបលេខចានេះកំពុងតែធ្វើដំណើរទៅហើយតិចមុំណាបងប្អូនអើយគ្រាន់តែឡើងទៅដល់មានអារម្មណ៍ថាតិចសេបមកហើយនិយាយពីថាកាពីងរាជបងប្អូនអើយសិតតែផ្លែពេញដើមមកកាពីងរាជទេបងប្អូនហើយនេះគឺមើលទៅបងប្អូនឃើញទឹកអត់បងប្អូនដូចទឹកនៅលើចុងឈើអញ្ចឹងបងប្អូនមើលពីលើមកគឺស្អាតមែនតើនៅលើភ្នំបាក់ខែងអញ្ចឹងហ្នឹងបងប្អូនចាឥឡូវនេះគឺខ្ញុំឡើងមកដល់លើកំពូលភ្នំបាក់ខែងហើយខ្ញុំចង់ឡើងទៅដល់លើដែរប៉ុន្តែកូនស្រីខ្ញុំគាត់អត់ឲ្យខ្ញុំឡើងបងអូនគាត់យំគាត់អត់បានឡើងបងដែរនៅមើលថែនៅកន្លែងហ្នឹងបងអូនចាគាត់ជួបប្រាប់ថាក្មេងៗក្រោមអាយុ12ឆ្នាំគឺគេអត់ឲ្យឡើងទេអញ្ចឹងហើយអូនឆែតបានអត់បានឡើងគាត់អត់ឲ្យខ្ញុំឡើងដែរចាអញ្ចឹងសម្រាប់វីដេអូទី1របស់ខ្ញុំនៅខេត្តសៀមរាបថ្ងៃនេះសូវចាំប៉ុណ្ណេះណាបងអូនចាកុំភ្លេចតាមដានវីដេអូទី2នៃការដើរលេងពេលយប់របស់ខ្ញុំវិញ